ngày nay dươngមានមន់ពោមុននឹងយើងទិញពីផ្សារតែគ្រាន់ថាគ្រឿងព្រៃនោះវាអាចរកបានជុំវិញផ្ទះជើងចឹងណាយើងសម្រួលវារំលីវាឲ្យស្ងួតទឹកទៅឆ្លៀតពេលហ្នឹងយើងក៏ទៅហាន់គ្រឿងហាន់អីដាក់ចឹងណានេះគ្រឿងរបស់យើងដែរយើងមាននៅក្នុងសម្លហ្នឹងនេះជាគ្រឿងដែលយើងហាន់រួចចឹងណាបងប្អូនឆ្លៀតពេលហ្នឹងយើងក៏ទៅច្រាមប្រហុកច្រាមអីឲ្យហើយនេះបងប្អូនពេលដែលយើងសាច់ដែលយើងលីងស្ងួតហើយយើងក៏មកម្លីងគ្រឿងវិញចឹងណាពេលដែលគ្រឿងយើងលីងស្ងួតហើយបន្ទាប់មកយើងដាក់សាច់ដែលយើងលីងស្ងួតហ្នឹងចូលក្នុងគ្រឿងដែលយើងលីងឆ្ងាញ់ទៅហើយយើងដាក់ប្រហុកតាមចំណង់ចំណូលចិត្តជើងចឹងណាបងប្អូនហើយនេះគឺជាម្ជូរ7ចឹងយើងដាក់ឲ្យវាជូរចឹងណាហើយខ្ញុំក៏មានបន្លែដូចស្លឹកងៀងស្លឹកអីចឹងទៅអានោះរួចរាល់ហើយបងប្អូនម្ហូបហ្នឹងអត់មានអីពិបាកទេងាយស្រួលធ្វើក្នុងយើងមែនតើហើយឆ្ងាញ់